ជំរាបសួរបងបងថ្ងៃនេះខ្ញុំមកណែនាំម៉ាស៊ីនវាស់កម្ដៅតាមត្រចៀកម៉ាក Bron លេខ 5 ពណ៌សជូនបងបងដែលម៉ាស៊ីននេះដែរគឺជាផលិតផលរបស់ប្រទេសអាមេរិកងាយស្រួលក្នុងការប្រើប្រាស់លឿនរហ័សងាយស្រួលក្នុងការចាប់កម្ដៅហើយចំពោះម៉ាស៊ីននេះគឺប្រើប្រាស់ចាប់ពីក្មេងអាយុ0 ខែរហូតដល់មនុស្សធំចំពោះមួយសេតរបស់ម៉ាស៊ីនរបស់យើងនេះដែរគឺមានតួម៉ាស៊ីនភ្ជាប់ទៅនឹងខែចំនួន1មានក្បាលសម្រាប់ផ្លាស់ប្ដូរចំនួន20មានกระดาษសម្រាប់ណែនាំបន្ថែមជាមួយនឹងសៀវភៅសម្រាប់ណែនាំបន្ថែមអំពីរបៀបប្រើប្រាស់ម៉ាស៊ីននេះផងដែរចំពោះម៉ាស៊ីនរបស់យើងគឺប្រើប្រាស់ដោយដាក់ថ្មពិលចំនួន2គ្រាប់ដែលថ្មពិលគឺដាក់នៅខាងក្រោមនេះបងហើយម៉ាស៊ីននេះគឺអាចប្រើប្រាស់ຂະຫນាតចំនួន2គឺຂະຫນាត Fahrenheit ហើយនិងអង្សាសេហើយចំពោះប៊ូតុងកដាលគឺជាប៊ូតុងសម្រាប់ដំណើរការម៉ាស៊ីនបិទនិងបើកហើយនេះគឺជាប៊ូតុងសម្រាប់វាស់កម្ដៅហើយប៊ូតុងនេះគឺជាប៊ូតុងសម្រាប់ចុចសម្រាប់ផ្លាស់ប្ដូរក្បាលរបស់ម៉ាស៊ីនរបស់យើងមុននឹងបងធ្វើការផ្លាស់ប្ដូរបងធ្វើការជូតសម្អាតក្បាលម៉ាស៊ីនហ្នឹងឲ្យស្អាតចាំបងដាក់ក្បាលវាចូលទៅវិញហើយឥឡូវខ្ញុំប្រាប់ពីរបៀបដាក់តែម្ដងគឺបងធ្វើការយកប្រអប់ដែលគេ free ឲ្យចំនួន20ហ្នឹងគឺដាក់វាទៅក្នុងប្រអប់ហ្នឹងតែម្ដងដើម្បីភ្ជាប់ក្បាលទៅនឹងម៉ាស៊ីនគឺបងធ្វើការភ្ជាប់ចឹងមកដល់ពេលទៅវាជាប់ឲ្យបងហើយនៅពេលដែលបងចង់ដោះចេញវិញគឺបងចុចវាចេញមកគឺវាចេញឲ្យបងឥឡូវខ្ញុំសូមប្រាប់ពីរបៀបប្រើប្រាស់នៅពេលដែលវាលោត3ឆ្នោតនេះគឺបងអាចធ្វើការវាស់កម្ដៅបានឥឡូវខ្ញុំប្រាប់ពីរបៀបផ្លាស់ប្ដូរຂະຫນាតពី Fahrenheit ទៅអង្សាសេឬក៏ពីអង្សាសេទៅ Fahrenheit វិញនៅពេលដែលមុននឹងបងផ្លាស់ប្ដូរបងធ្វើការបិទម៉ាស៊ីនសិនបិទឲ្យបងចុចម្ដងទៀតឲ្យជាប់ចុចរហូតដល់វាដូរមកអង្សាសេវិញហ្នឹងគឺបានហើយហើយនៅពេលដែលបងចង់ផ្លាស់ប្ដូរពី Fahrenheit ទៅអង្សាសេទៅ Fahrenheit វិញបងធ្វើការចុចដដែលអញ្ចឹងមកហើយនៅពេលដែលវាចេញលោត3ឆ្នោតនេះគឺបងអាចវាស់កម្ដៅបានហើយឥឡូវខ្ញុំធ្វើការវាស់តែម្ដងនៅពេលដែលបងដាក់ទាំង1ម៉ែត្រចូលទៅក្នុងត្រចៀកហើយចាំបងចុចstart ហើយបងធ្វើការដាក់ឲ្យជ្រៅនេះបងហើយនៅពេលដែលបងឈប់ប្រើប្រាស់បងធ្វើការបិទម៉ាស៊ីនហើយទុកដាក់នៅក្នុងថតធម្មតាវិញទៅចាអរគុណ